បន្ទាប់ពីធ្លាក់ភ្លៀងប្រមាណមេមកនាំអារម្មណ៍បងប្អូនមកមើលមកដំណាប់របស់យើងដែលប្រជាកសិករគាត់បានព្រោះរយៈពេលប្រមាណហ្នឹងគាត់ថាត្រូវពិសាព្រោះមកត្រូវទឹកត្រូវភ្លៀងបងប្អូននិយាយពីស្អាតបងប្អូនមើលបាទនៅជុំវិញខ្លួនហ្នឹងពោពេញទៅដោយធម្មជាតិខៀវខ្ចីតែម្ដងបាទស្អាតណាស់បងប្អូននេះនៅថាជាកូនសណាបបងប្អូនបើខ្លាយជាស្រូវអាហ្នឹងវាចូលបត់ជំនាញមួយបត់ទៀតមើលស្រែមើលស្រូវនឹកអូនអញ្ចឹងណាបងប្អូនបាទគឺថាទេសភាពតាមមែនតើបងប្អូននៅរដូវវស្សានេះបាទហើយបន្ទាប់ពីធ្លាក់ភ្លៀងបងប្អូនមើលសណាបសាបព្រោះរបស់ប្រជាកសិករយើងបាទគឺច្រើនបាទនៅទីនេះបងប្អូនខ្លះក៏គាត់បាទធ្វើស្រែស្រូវខ្លះទៀតក៏ធ្វើចំការមកមានចន្ទទីមានអីជាដើមមានចន្ទទីមានដំឡូងអីចឹងទៅក្លិនស្រែក្លិនស្រូវមានដំណាំសពគ្រប់គាត់ចាស់គាត់ក្រោយពីជួបតាមិញគាត់រៀបរាប់ពីរឿងដំណាំគាត់តាក់ភ្លៀងមមីហើយឃើញថាវាលាស់ល្អណាស់នាំបងប្អូនទៅមើលទេសភាពពីសំណាបរបស់យើងដែលទំធ្លាក់ភ្លៀងប្រមាណមេក្រោយពីធ្លាក់ភ្លៀងប្រមាណមេឃើញថាលាស់ខ្ចីល្អណាស់នេះអត់ទោះខ្ចីញញអានអូបលើបងប្អូនអើយបោះហើពីធម្មជាតិចោលសៀកតែមកនេះចោលអត់មានក្លិនផ្សែងឡានផ្សែងម៉ូតូទេបងប្អូនអើយបាទគឺកណ្ដាលវាលកណ្ដាលស្រែតែហ្មងស្លាស់មុខស្លាស់មាត់បងប្អូនអើយតើដើរទៅមុខទៀតណាខ្ញុំហើយជំរាបជូនបងប្អូនមួយដែរបាទសម្រាប់អ្នកដែលទស្សនាវីដេអូនេះបាទខ្ញុំមានដំណឹងពិសេសបាទចង់និយាយថាខ្ញុំអ្នកនិយាយថា single ទេអូនៅ single បាទបងប្អូនបាទស្រឡាញ់តម្លាក់លេខបាទស្រឡាញ់តម្លាក់លេខតាំងបាទនេះអូ single ទេណាបច្ចាទៀតបាទគីឡូបងប្អូនអត់ដឹងអីណាsingle ទេបាទបងប្អូននេះកន្ទ្រៀងខេតអូកន្ទ្រៀងខេតតែស្រុកខ្ញុំស្រុកមកឯងហើយកន្ទ្រៀងខេតបាទតែបើស្រុកខ្ញុំស្អីខ្ញុំភ្លេចដែរទៅគេហៅដើមផ្កាអសមិនគេមានអត្ថប្រយោជន៍ច្រើនបងប្អូនខ្លះមុតដៃមុតជើងបាទយកត្រួយវាងទៅបុកពូតយកទឹកបាទគឺខាត់ឈាមបានល្អហើយមួយទៀតសម្រាប់អ្នកដែលមានបញ្ហាកាពះដែរនឹងតាមកាពះដែរបាទយកស្លឹកវានេះហាលស្ងួតបងប្អូនឆុងជាមួយទឹកក្តៅញ៉ាំទទួលទានមុនអាហារពេលព្រឹកបានអូល្អណោះអាហ្នឹងមានអត្ថប្រយោជន៍ល្អដែរយើងកន្ទ្រៀងខេតអញ្ចឹងហ៎បាទកន្ទ្រៀងខេតហ្នឹងភាគច្រើនគេហៅកន្ទ្រៀងខេតអញ្ចឹងមែនណាហ្នឹងជីកសិកម្មក៏បានដែរបងប្អូនធ្វើជីបានទៀតហ៎បាទអូអាហ្នឹងមានប្រយោជន៍ល្អអញ្ចឹងបងប្អូនខ្លះគាត់អត់ដឹងគាត់កាប់ចោលខ្ទេចអស់នេះដុសច្រើនតាដុសច្រើនពេញព្រៃហ្មងអត់តបាទជំរាបជូនបងប្អូនមួយទៀតផងដែរចំពោះអត្ថប្រយោជន៍នៃកន្ទ្រៀងខេតបងប្អូនដែលមានជំងឺកាពះពោះវៀនរ៉ាំរ៉ៃបងប្អូនអាចក្តិចត្រួយបាទត្រួយវានេះចំនួន7ត្រួយប៉ុន្តែមិនមែនចេះតែក្តិចទេបងប្អូនគឺរយៈពេលមួយដង្ហើមគឺក្តិចឲ្យបាន7ត្រួយអូអត់ដង្ហើមបេះឲ្យបាន7ត្រួយបាទហើយយកទៅដាំទឹកទទួលទានធម្មតាបាទ7ត្រួយដាក់ទឹក2លីត្រតែច្រឡំគាត់ដង្ហើមខ្លីលេងទំបាន5សន្លឹកលេងដាច់ដង្ហើមទៅអាហ្នឹងអត់ដឹងធ្វើម៉េចទេបងប្អូនអាហ្នឹងខ្ញុំនិយាយការពិតបងប្អូនដែរអូអានេះច្រើនចាស់គាត់និយាយមែនតាខ្ញុំឮអស់ជំរឿក្នុងការព្យាបាលអាចសាកល្បងជាមួយនឹងត្រួយកន្ទ្រៀងខេតបានកន្ទ្រៀងខេតបាទថាប់ចោលច្រើនបាទជាថ្នាំសុខភាពបាទជាជីសម្រាប់បំពន់ដល់រុក្ខជាតិដំណាំដាំដុះបាទល្អអញ្ចឹងដើរពីទៀងខេតនេះបាទអញ្ចឹងអស់ហើយបងណាបាទប៉ុណ្ណឹងអូដើរឃើញវត្តដិតទៀតហើយបាទវត្តដិតហ៎បាទអានេះនេះបាទដិតអាហ្នឹងក៏មានអត្ថប្រយោជន៍របស់វាដែរបងប្អូនវត្តដិតសម្រាប់បងប្អូនដែលឈឺធ្មេញបាទឈឺធ្មេញធ្មេញដែលមានប្រហោងហ្នឹងបាទយើងបូតត្រួយវាមកបាទបូតត្រួយនេះ5ទៅ7ត្រួយមកបាទយើងបុកវាជាមួយនឹងម្រេចជាមួយនឹងខ្ជុំបាតខ្ទះបងប្អូនស្គាល់ទេខ្ជុំបាតខ្ទះហ្នឹងស្គាល់ខ្ជុំបាតខ្ទះជាមួយនឹងខ្ទឹមសមកកពឹសបងប្អូនបុកឲ្យម៉ត់ហើយយកវាមកញុកចូលកន្លែងធ្មេញដែលមានរុនហ្នឹងណាធ្មេញចំហធ្មេញតកៅស៊ីហ្នឹងបាទ
បាត់បងប្អូនបាត់ដូចគេបេះអញ្ចឹង អូបកែដល់ថ្នាក់ហ្នឹងណោះ បាទនេះចែកម្លែកពីឱសថធម្មជាតិបងប្អូនមិនជឿអាចសាកបានបងប្អូនដែលឈឺធ្មេញព្រោះអាការៈឈឺធ្មេញបងប្អូនដឹងស្រាប់ហើយគឺឈឺពីសរសៃគឺចាប់ខ្ទើតដេកគុំបានពួនលំបានដែរ ឈឺមែននោះយ៉ាត់ជន់ពោតអាហ្នឹង អាហ្នឹងអត្ថប្រយោជន៍នៃវត្តដិតបងប្អូន ដើមវត្តដិត បាទ នេះវានេះបងប្អូនមើលច្បាស់នេះគេលោកបងប្អូនខ្លះគាត់អត់ស្គាល់មែនណាជាពិសេសបងប្អូនដែលចំនួនក្រោយគាត់ជួនកាលគាត់ដែលចុះមកខ្សែមកចកាអញ្ចឹងគាត់ដែលឃើញអញ្ចឹងគាត់អត់ស្គាល់ទេវត្តដិតហ្នឹងតែចាប់ពីវ័យខ្ញុំហើយនឹង បីខ្ញុំលេខតំ16ប៉ុណ្ណា ម៉ែបងប្អូនដែលគាត់យើងវ័យចូល40 50 60ហ្នឹងគាត់ស្គាល់ច្បាស់ហើយ គាត់ធ្លាប់ប្រើហើយវ័យពិសាឡើងអីគឺគាត់ធ្លាប់អនុវត្តនៅអាវិធីសាស្ត្រវត្តដិតហ្នឹងហើយ ហ្នឹងហើយក៏ទៅគុធាស្គាល់ដឹងពីឆ្នាំអសតបុរាណច្រើនទៅនេះគុធា ណែដឹងអ្វីដែលដឹងធ្លាប់សាកធ្លាប់ប្រើបានផលបានហ៊ានចែកម្លែកជូនបងប្អូន បាទត្រូវហើយយើងអត់ដឹងយើងអត់ចេះតែនិយាយស្មានកុំកើតដែរ បាទ អូអានេះក្នុងចំការគុធាអីចា បាទចំការខ្ញុំបន្តិចទួចទេបងប្អូនណាតំដាក់ចន្ទទីអានតិចទួច ជាប់មួយចំការគេដែរណា បាទចង់ដាក់កស៊ូដែរប៉ុន្តែអត់មានដៃគូជា អូតើមានដៃគូជាទៀតអាហ្នឹងជាតែឯងជាចំការ អូជាតែឯងអត់ចេញជាប់ទេ អូអាហ្នឹងតើមានដៃគូបានជាចេញជាប់ កស៊ូជាតែឯងអត់ចេញជាប់ អូបងប្អូនហើយបងប្អូនខ្លះគាត់អត់ដឹងទេណារឿងកស៊ូជាតែឯងអត់ចេញជាប់ទេតើមានគ្នាដៃគូជាទៀតណា អាហ្នឹងចង់ចែកម្លែកទៅកាន់បងប្អូនដែលមានចំការកស៊ូបងប្អូនខ្លះថាឃើញគេដាំពូជពេឬក៏សេទេអងឬគេថាជួបងប្អូនយកមកដាំដល់ពេលបងប្អូនប្រមូលផលចាប់ដើមជាអត់ជួហើយបងប្អូនឆ្ងល់ថាមកអីមកពីប្រភេទដីឬក៏មិនតាមពិតបងប្អូនត្រូវសិក្សាស្វែងយល់ពីខ្លួនឯងផងដែរដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹងគឺដំណាំកស៊ូនៅពេលដែលវាពេញបាទល្មមអាចយកជាប់បានអាយុពី6ទៅ7ឆ្នាំហ្នឹងបើសិនជាម្ចាស់ចំការឬក៏អ្នកជាហ្នឹងអត់ទាន់មានដៃគូបាទគឺជាចេញជាប់តិច អូបាទតើគុធាឯងនិយាយបាទខ្ញុំដឹងទេណាកុំឲ្យខ្ញុំអត់ដឹងទេ ដោយសារអីដោយសារវាខ្វះសែន អូខ្វះសែនមិនទេខ្ញុំអត់យល់ វាខ្វះធាតុញីធាតុឈ្មោល អូអានឹងវាអញ្ចឹងមែនទៅមែនថាតែមនុស្សទេសូម្បីរុក្ខជាតិក៏ត្រូវការដូចគ្នាអញ្ចឹងដែរ បាទតើអ្នកជានឹងមានតែប្រុសក៏ជាមិនសូវចាញ់ស្រីទៅជាក៏មិនសូវចាញ់ដែរស៊ូ អូអញ្ចឹងទៀតណាអូអត់ដឹងបងប្អូនហើយបងប្អូនណាអត់ដឹងស្ដាប់គុធាពីគាត់ទេនេះពិតជាដឹងហើយបាទអញ្ចឹងសូមអរគុណច្រើនណាស់បាទ លេងដូចមែនបាទដោយសារឥឡូវយើងមេឃបើកថ្ងៃបងប្អូននឹងក្តៅដែរឥឡូវ អូឡើយដំណើរបន្តិចវិញតា យើងធ្វើដំណើរបន្តគយគុណទេសភាពបដាបាទនៅចំការហ្នឹងហើយយើងចាំទៅអង្គុយលេងនៅរោងខាងនោះ រោងអូមានរោងចាំចកាហ្មងហ៎ បាទ ហ្នឹងហើយតើចាយើងដាច់ បងប្អូននេះមិនមែនដលងមីណាបងប្អូន ដលងអីវិញ អាហ្នឹងគេហៅថាដលងអ្នកខ្លះហៅដលងកោឬដលងឈើនេះបងប្អូន ហ្នឹងហើយមកជួន ហ្នឹងហើយមកជួហ្នឹង អូ ដែលគេស្ងោរលក់នៅតាមទីផ្សារបងប្អូន ហ្នឹងហើយ វាខុសគ្នាពីដលងមីដលងនេះស្ងោរទទួលទានបាន អញ្ចឹងហើយ បាទដលងមីអាចនឹងដៃពពុះមាត់ បើខ្ញុំអត់សូវដឹងដែរនោះគុធាអើយ